ទៅនឹងទេសភាពនៅតាមផ្លូវទៅកាន់ក្រុងបានលុកនេះគឺជាទេសភាពជាក់ស្ដែងដែលបងប្អូនអាចមើលបានវាពិតជាសស្អាតមែនតើមានមានជាភៀវសម្ងាត់តែម្ដងថ្ងៃនេះខ្ញុំធ្វើដំណើរមកកាត់តនពីចំពោះស្ថានឥឡូវសួរចំណាប់អារម្មណ៍ស្ថាននេះតើស្ថានមានចំណាប់អារម្មណ៍មិនដែរដែលបានឃើញទេសភាពដ៏សស្អាតដល់នេះស្ថានស្អាតបាទជំរាបសួរបងនិងជំរាបសួរបងប្អូនទាំងអស់គ្នាតាមដានទស្សនាផ្ទាល់បាទនិយាយពីចំណាប់អារម្មណ៍ខ្ញុំបងបបាក់ពលនីមែនតើដោយសារអីបងប្អូនទៅទស្សនាទៅដឹងហើយថាអារម្មណ៍ខ្ញុំអារម្មណ៍ខ្ញុំខុសគ្នាមិនខ្ញុំថាខុសគ្នាព្រោះបើយើងនិយាយពីអ្នកដែលបងប្អូនដែលគាត់មួយចំនួនធ្លាប់បានឆ្លងកាត់ធ្លាប់បានជិះមកតាមផ្លូវនេះអារម្មណ៍របស់គាត់ប្រហែលជាអាចនឹងមិនសូវជារំភើបទេតែបងប្អូនមួយចំនួនប្រហែលជាអាចរំភើបដូចគ្នាជាមួយខ្ញុំពេលដាក់ភ្លេងបែបធម្មជាតិឮសំឡេងទឹកហូរប៉ុន្តែមិនទាន់មានទឹកហូរទេប៉ុន្តែវាធ្វើអារម្មណ៍ខ្ញុំលំលូចធ្វើអារម្មណ៍របស់ខ្ញុំមានអារម្មណ៍ថា10ឆ្នាំមិនដឹងថាមានបែបនេះប្រហែលដងទេ10ឆ្នាំមិនមែនមួយឆ្នាំមានប្រហែលដងទេណា10ឆ្នាំមិនបានថាខ្ញុំប្រើពាក្យ10ឆ្នាំសម្រាប់ខ្ញុំផ្ទាល់20ឆ្នាំជាងហើយទាំងបានមកចូលនៅទឹកដីរតនគិរីនឹងទេបងហើយចូលបងសង្ហាវិញនេះបងបាញ់ឃើញកន្លែងនេះបងមានអារម្មណ៍មិនទៅនេះបងស៊ូមើលបងដាក់ស៊ូមើលគុណមើលបងឃើញហ្នឹងមើលឃើញអត់ទេបងប្អូនទៅមើលនឹងទូរស័ព្ទផ្សេងចង់និយាយថាវាស្អាតដែរប៉ុន្តែវាស្អាតមានកម្រិតណាប៉ុន្តែបើយើងមើលផ្ទាល់បានធម្មជាតិគឺពេញភ្នែកយើងតែម្ដងបាទគឺបបាក់ពលនីមែនទេครับខ្ញុំវិញទៅដំណើរឈ្មោះមកកាន់រតនគិរីលើកនេះគឺមានអារម្មណ៍ថាសប្បាយចិត្តមែនតើដោយសារតែយើងបានឆ្លងកាត់ក៏ដូចជាមើលឃើញដឹងពីតម្លៃនៃធម្មជាតិនៅក្នុងតំបន់គឺពិតជាស្រស់ស្អាតប្រទេសកម្ពុជាយើងគឺសម្បូរណាស់គឺខាងឯបាទទីក្រុងយើងវាទាក់ទងទៅបនទេសចរបែបវប្បធម៌បែបធម្មជាតិគឺអត់ចេះខ្វះមិនថាចន្លោះពីខេត្តមួយខេត្តមួយទុកមានសឹងតែគ្រប់ខេត្តទាំងអស់ហើយបើយើងមើលថាចំណុចមួយចំណុចគឺទាក់ទងទៅនឹងភាពស្រស់ស្អាតនៃធម្មជាតិហើយបើយើងយល់ដឹងពីតំបន់នេះអតីតដែលមានជីវជាតិដែលអាចដាំដំណាំបានគ្រប់ពេលនេះបងប្អូនឃើញដូងនេះបាទដំណាំដូងមួយចន្ទីអញ្ចឹងបើនិយាយរួមទៅប្រទេសកម្ពុជាយើងមិនត្រឹមតែមានទេសភាពដ៏ស្រស់ស្អាតទេថែមទាំងមានដីដែលមានជីវជាតិដែលយើងអាចធ្វើដំណាំកសិកម្មរកប្រាក់ចំណូលក៏ដូចជាធ្វើសេដ្ឋកិច្ចយើងមានភាពរីកចម្រើនជាងលឿនខ្ញុំគិតថារយៈពេល5ទៅ10ឆ្នាំទៅមុខទៀតយើងនឹងអាចខ្លាចជាប្រទេសដែលមានសេដ្ឋកិច្ចល្អមួយក្នុងតំបន់ឬក៏ក្នុងពិភពលោកដោយសារអីយើងឃើញឲ្យសក្តានុពលសម្រាប់ប្រទេសយើងគឺមានច្រើនមែនទែនដូចខ្វះតែការច្នៃតែម្ដងអ្វីគឺយើងមានដល់ហើយនៅខ្វះតែការច្នៃការរៀបចំឲ្យមានជាលំដាប់ទៅតាមតំបន់ទៅតាមខេត្តមួយឲ្យត្រូវតាមស្តង់ដារយើងត្រូវតាមតំបន់ខេត្តរបស់យើងមួយណាំមានស៊ូមានល្អមែនតើមានអារម្មណ៍ថាបើយើងគិតពីស្រឡាញ់គិតពីបេះដូងក្តីស្រឡាញ់ចំពោះមាតុភូមិរបស់យើងគឺមាតុភូមិយើងគឺល្អមែនតើបើប្រៀបធៀបឲ្យយើងធ្លាប់ទៅឆ្លងកាត់ប្រទេសផ្សេងៗដូចជាអ៊ីស្រាអែលអីគឺពួកគេមិនមានអ្វីដូចយើងទេតែពួកគេអាចធ្វើបានល្អជាងយើងក្នុងពេលបច្ចុប្បន្នជាសេដ្ឋកិច្ចគេគឺលឿនជាងយើងចុះយើងមានអ្វីគ្រប់យ៉ាងថាតែយើងមិននាំគ្នាជួយធ្វើឲ្យប្រទេសយើងល្អមកទឹកដល់កូនចៅយ៉ាងក្រោយរបស់យើងឲ្យទទួលបានប្រទេសដែលមានភាពរីកចម្រើនប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនប្រទេសដែលគេហៅថាស៊ីវិល័យបាទយើងស្ដាប់ពីអ្នកបងស្ដាប់ឆ្លងកាត់ធ្លាប់ទៅប្រទេសអ៊ីស្រាអែលដូចគ្នាយើងឃើញថាប្រទេសគេគឺសក្តានុពលនិយាយពីផ្ទៃដីវិញបងប្អូនមួយចំនួនធំគាត់ដឹងហើយប្រទេសអ៊ីស្រាអែលបើផ្ទៃដីបាទសង្កត់ថា 70% ហ្នឹងគឺវាខ្សាច់នៃ 100% ប៉ុន្តែគេអាចកែច្នៃបាទពីដីខ្សាច់ខ្លាយជាដីដែលមានជីវជាតិដែលអាចដាំដុះពីបាទដំណាំធម្មតាទៅដំណាំទូទៅសង្កត់ថាគ្រប់មុខតែម្ដងហើយអ្វីដែលពិសេសមួយទៀតហ្នឹងប្រទេសអ៊ីស្រាអែលគឺជាប្រទេសមួយដែលខ្សត់ទឹកមែនតើបងប្អូនទាំងហើយប្រទេសអ៊ីស្រាអែលមានតែប្រព័ន្ធទឹកគេយកទឹកបាទចម្រាញ់ពីទឹកសមុទ្រប្រែមកជាទឹកសាបប្រើប្រាស់ទាំងដំណាំកសិកម្មការងូតទឹកនិយាយទៅទូទៅទាំងអស់គឺចេញពីទឹកសមុទ្រទេបងប្អូនគឺអត់មានទឹកសាបដូចយើងច្រើនប្រើប្រាស់បងប្អូនសង្កត់ថាមានគ្រប់កន្លែងចឹងទេប៉ុន្តែបើយើងនិយាយពីកន្លែងដែលគេដាំដុះវិញសង្កត់ថានិយាយទៅខ្ញុំផ្ទាល់មកបងប្អូនគឺបងប្អូនដែលធ្លាប់ទស្សនាដឹងហើយខ្ញុំថតដល់លើភ្នំដល់កំពូលភ្នំនៅមានទឹកទៀតបងប្អូនឆ្ងល់អត់គឺកន្លែងហ្នឹងមួយមានអារម្មណ៍ថាអូយប្រទេសគេខ្លាំងហ្នឹងអញ្ចឹងខ្ញុំមើលឃើញពីសក្តានុពលពីកន្លែងនេះពីអ្នកបងសម្ងាត់មើលហើយដោយសារតែមកលើកទី1ផងហើយមិននឹកស្មានថាខេត្តរតនគិរីរបស់យើងណាវាទឹកដីវាល្អខ្លាំងប៉ុណ្ណឹងឯងចុះតម្រុំទៅដល់ខេត្តឬថាខេត្តមណ្ឌលគិរីក៏ល្អដែរតែមែនទេបងបាទទៅនឹងខេត្តមណ្ឌលគិរីខ្ញុំធ្លាប់ទៅតែវាអាចជា4-5ឆ្នាំហើយអញ្ចឹង
អ្វីដែលខ្ញុំបានឃើញនោះគឺវាប្រហាក់ប្រហែលគ្នាសុទ្ធយើងទៅនឹងខេត្តរតនគិរីទាំងដែរដែលទៅនឹងដំណាំភោគផលរបស់ប្រជាពលរដ្ឋជាកសិករយើងគឺមានច្រើនទៅនឹងក្នុងពេលឥឡូវនេះគឺត្រេនយើងនិយាយពីត្រេនគឺច្រើនមែនទែនហើយ នៅណានៅរំដោលគិរីណាបងនេះ ហ្នឹងហើយមណ្ឌលគិរីហើយគឺស៊ូដំណាំឧស្សាហកម្មប្រភេទចន្ទទីឥឡូវទៅភាសានេះគឺថារដូវបើនៅរដូវគិរី បាទ តែយើងអត់បានទៅដល់នោះទេប៉ុន្តែគេថានៅរតនគិរីនេះក៏មានបើដែរតែជំរឿជាក់ស្ដែងជំរឿទៅយើងទៅដល់ទីរួមខេត្តឬក៏យើងអាចសាកសួរព័ត៌មានបន្ថែមទាក់ទងទៅនឹងបើហ្នឹងទៅខាងប្រជាពលរដ្ឋយើងដែលរស់នៅក្នុងខេត្តនេះតែម្ដងដើម្បីយើងអាចខាងទិញបើបន្តិចតួចដើម្បីផ្ញើយកទៅផ្ញើអ្នកផ្ទះ បាទបណ្ដៃចិត្តដឹងថាទិញបានអត់ទេ ព្រោះនេះថាបើធម្មជាតិកុំថា fake គេមានន័យថាគាត់យកពីប្រទេសជិតខាងឬក៏អីដើម្បីយកមកលក់ក្នុងទីផ្សារចុះហើយគាត់ថាជាបើរបស់ខ្មែរយើងតែជាមួយភាពចាស់ស្ដែងយើងទៅដល់បើសិនជាអាចយើងចង់ទៅដល់ដើមបើតែម្ដងដើម្បីធានាសុវត្ថិភាពថាបើហ្នឹងគឺជាបើរបស់ខ្មែរយើងពិតៗហើយបាទហើយខ្ញុំចង់បញ្ជាក់បន្ថែមទៀតបើដែលនៅខាងមណ្ឌលគិរីរបស់យើងនេះគឺឆ្ងាញ់មែនតើឆ្ងាញ់ជាងបើនៅអ៊ីស្រាអែលទៀត មែន រសជាតិវាគឺមិនផ្អែមហើយក៏របៀបថាដាក់ទៅគឺជាប់មកតែម្ដង ធ្លាប់ហូបហ្នឹងហើយដោយសារតែខ្ញុំកាលពីប្រហែលឆ្នាំមុនហ្នឹងខ្ញុំធ្លាប់ចុះមកកម្មសិក្សាជាមួយគ្រូលោកគ្រូអ្នកគ្រូនិងមិត្តភ័ក្តិស្ថាននិស្សិតទាំងអស់ដែលនៅខាងវិទ្យាសាស្ត្រជាកសិកម្មគឺចុះទៅមន្ទីរកសិកម្មខេត្តមណ្ឌលគិរីកាលនោះគឺបើនៅក្នុងមន្ទីរកសិកម្មខេត្តតែម្ដងហើយរសជាតិវាពិតជាឆ្ងាញ់មែនតើនេះគឺជាអ្វីដែលខ្ញុំទទួលបានពីជាក់ស្ដែងនោះជាក់ស្ដែងខ្ញុំឃើញប្រជាពលរដ្ឋយើងមានបើដែរនោះមានបើហើយមានត្រេនទៀត តែយើងអ្វីដែលយើងចង់បាននោះគឺ ទៅដើមផ្ទាល់បាទភាសាសមត្ថភាពឲ្យច្បាស់ច្បាស់ ថានេះគឺជាបើនៅក្នុងទឹកដីខេត្តរតនគិរីពិតប្រាកដ បាទ ដើម្បីថារសជាតិវាយ៉ាងម៉េចហើយយើងពេលដែលយើងបេះមកក្នុងពេលណាយើងអាចសួរទាក់ទងនឹងបញ្ហាការតាមទាត់ដើម្បីយើងចែកចំណេះចំណេះតាមបន្ថែម បាទក្នុងការតាមបើរយៈពេលប្រហែលខែហើយការថែទាំយ៉ាងម៉េចដែរហើយពេលបានផលហ្នឹងលក់តម្លៃលើទីផ្សារយ៉ាងម៉េចដែរហើយប្រមូលផលប្រហែលខែអស់ឲ្យអស់និយាយទៅពួកខ្ញុំទាំងពីរគឺមានបេះដូងមួយសម្រាប់ប្រជាពលរដ្ឋខ្មែរសម្រាប់កូនចៅជំនាន់ក្រោយមកថាអានេះគាត់ថាខ្ញុំទាំងពីរនេះឥឡូវនេះទេប៉ុន្តែមានបងប្អូនយើងជាច្រើនទៀតដែលគាត់មានបេះដូងជាខ្មែរដែលគាត់ចង់ចែករំលែកទៅឲ្យកូនចៅដូចគ្នាប៉ុន្តែគាត់ថាខ្ញុំទាំងពីរនេះបើសិនជាទៅដល់កន្លែងណាហើយមានកន្លែងណាដែលអាចចែករំលែកបានមិនថាតែទីសភាពទិដ្ឋភាពធម្មជាតិទេដំណាំកសិកម្មភោគផលការដាំដុះឬក៏តើតើការចិញ្ចឹមសត្វអីទេអ្វីដែលអាចធ្វើទៅបានពួកខ្ញុំនឹងព្យាយាមប្រឹងប្រែងឲ្យអស់លទ្ធភាពទាន់ជីវិតរបស់ខ្ញុំនៅរស់ខ្ញុំប្រើជីវិតរបស់ខ្ញុំទុកឲ្យកូនចៅជំនាន់ក្រោយបានឃើញបានដឹងប៉ុន្តែឥឡូវនេះជាក់ស្ដែងផ្ទាល់ចាំមើលថាតើពេលដែលយើងទៅបានចូលទៅដល់កន្លែងដំណាំកសិកម្មភោគផលដែលបងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់គាត់ដាំផ្ទាល់ឬក៏យ៉ាងណាទេអាស្រ័យទៅលើជាក់ស្ដែងថាតើពេលវេលារបស់យើងគ្រប់គ្រាន់ក្នុងការធ្វើដំណើរទៅកន្លែងពួកគាត់អត់ហ្នឹងហើយបងប្អូនអង្គមីងបាទ